មិនទាន់ប្រកួតផងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសជួបរឿងនឹកស្មានមកដល់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026 មុនការប្រកួតលើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនៅទីក្រុង Kansas City សហរដ្ឋអាមេរិកសម្ភារៈរបស់ក្រុមត្រូវបានលួចកំឡុងពេលដឹកជញ្ជូនពីជំរំហ្វឹកហាត់នៅរដ្ឋ Florida ទៅកាន់ទីតាំងនៃការប្រកួតសម្ភារៈដែលត្រូវបាត់នោះរួមមានស្បែកជើងបាល់ទាត់កីឡាករជាច្រើនបាល់ផ្លូវការសម្រាប់ធ្វើការប្រកួតនិងសម្ភារៈហ្វឹកហាត់ផ្សេងៗទៀតប៉ូលីសនៅ Kansas City បានបើកការស៊ើបអង្កេតភ្លាមៗហើយមានជនសង្ស័យ2នាក់ត្រូវបានឃាត់ខ្លួនបានរួចរាល់ហើយហេតុការណ៍នេះកើតឡើងមុនពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតដែលហេតុការណ៍នេះអាចធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ការរៀបចំរបស់គ្រូបង្វឹកលោក Thomas Tuchel រួមជាមួយនឹងក្រុមការងារព្រមនេះកំពុងតែក្លាយជាប្រធានបទដ៏ក្តៅមួយនៅសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នេះព្រោះថាមិនសូវមានករណីក្រុមជម្រើសជាតិធំៗត្រូវបានលួចសម្ភារៈមុនការប្រកួតបែបនេះនោះទេ